កូរ៉េខាងជើងប្រមានសម្ព័ន្ធមិត្តយោធាជប៉ុនដែលជន់បន្ទាត់ក្រហមប្រទេសកូរ៉េខាងជើងបានរិះគន់ប្រទេសជប៉ុនចំពោះការពង្រីកបណ្ដាញសម្រាប់ការនាំចូលនិងនាំចេញយោធោបករណ៍រួមទាំងការបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការផ្ទេរយុទ្ធោបករណ៍និងបច្ចេកវិទ្យាការពារជាតិជាមួយនឹងប្រទេសកាណាដាប៉ុន្តែរដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនបាននិយាយអំពីជ័យជំនះភ្លុកទឹកភ្លុកដីរបស់គណៈបកប្រជាធិបតេយ្យសេរីដែលហៅកាត់ LDP ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកស្រីសាណាតាកៃជីនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី8ខែកុម្ភៈនោះឡើយនេះបើតាមសារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយកាលពីព្រឹកថ្ងៃពុធទី11ខែកុម្ភៈឆ្នាំ2026សារព័ត៌មានផ្លូវការនៃគណៈបកពលកររបស់កូរ៉េខាងជើងរ៉ូដុងស៊ីមុនបានសរសេរអត្ថបទមួយជាមួយនឹងចំណងជើងថាផែនការពង្រីកសម្ព័ន្ធភាពយោធាសម្ដៅលើសមត្ថភាពសង្គ្រាមដ៏ល្អឥតខ្ចោះជាមួយនឹងការបញ្ជាក់ថាការសម្រេចកិច្ចព្រមព្រៀងយោធាផ្សេងៗរវាងប្រទេសនិងប្រទេសការផ្លាស់ប្តូរសម្ភារៈយោធាការផ្គត់ផ្គង់យុទ្ធោបករណ៍យោធានិងព័ត៌មានយោធាហើយប្រព្រឹត្តកម្មរួមគ្នានៃការវឹកវើយោធាគឺมันអាចនិយាយបានថាសម្ព័ន្ធភាពត្រូវបានបង្កើតឡើងនៅក្នុងទំនាក់ទំនងយោធាតែប៉ុណ្ណោះទំនាក់ទំនងសម្ព័ន្ធភាពយោធាយ៉ាងពិតប្រាកដជាមួយនឹងរដ្ឋជាសមាជិកធំៗរបស់អង្គការ NATO និងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់សារព័ត៌មានរបស់កូរ៉េខាងជើងដដែលនេះបានបន្តថាក្នុងនាមជាអតីតប្រទេសធ្លាប់តែដើរឈ្លានពានគេនោះប្រទេសជប៉ុនត្រូវបានហាមឃាត់មិនឲ្យមានយោធាដូច្នេះការបង្កើតសម្ព័ន្ធភាពយោធាคล้ายជាបន្ទាត់ក្រហមនិងមិនត្រូវឆ្លងកាត់ក្រសួងការបរទេសជប៉ុនបានប្រកាសកាលពីថ្ងៃទី28ខែមករាថាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកាណាដាលោក Kenji Yamanuchi និងរដ្ឋមន្ត្រីការពារជាតិកាណាដាលោក David McEntee បានជួបគ្នានៅរាជធានីអូតាវ៉ាប្រទេសកាណាដាហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជប៉ុននិងរដ្ឋាភិបាលកាណាដាទាក់ទងនឹងការផ្ទេរយុទ្ធោបករណ៍និងបច្ចេកវិទ្យាការពារជាតិនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះក្រសួងការបរទេសជប៉ុនបានសង្កត់ធ្ងន់ថាតាមរយៈកិច្ចព្រមព្រៀងនេះកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកាណាដានៅក្នុងវិស័យយោធានិងបច្ចេកវិទ្យាការពារជាតិត្រូវបានគេរំពឹងថានឹងកាន់តែជិតស្និទ្ធហើយគេរំពឹងថាការរក្សានិងពង្រឹងការផលិតនិងមូលដ្ឋានគ្រឹះបច្ចេកវិទ្យានៃឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុននឹងរួមចំណែកដល់សន្តិសុខរបស់ប្រទេសជប៉ុនបន្ថែមទៀតប្រទេសជប៉ុននិងកាណាដាបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខរួចមកហើយដោយសម្រេចបានលើកិច្ចព្រមព្រៀងទិញនិងសេវាកម្មឆ្លងដែនដែលហៅកាត់ថា ACSA ដែលអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពារនិងយោធាកាណាដាផ្ដល់ការផ្គត់ផ្គង់និងសេវាកម្មទៅវិញទៅមកនិងកិច្ចព្រមព្រៀងការពារព័ត៌មានសន្តិសុខដែលអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរព័ត៌មានកាលពីខែមិថុនាឆ្នាំ2025នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney ហើយបានបញ្ជាក់អំពីការបដិញ្ញាចិត្តពង្រឹងលើកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីរួមទាំងការចុះហត្ថលេខាលើកដំបូងនៃកិច្ចព្រមព្រៀងផ្ទេរឧបករណ៍ការពារជាតិផងដែរ។